nâng ọt miên ba tập hút chăn kia rồi có sâu kia tê pro sầm máu ba phải chăn vì ọt băng vì ọt chia mà trong phản đầy tụi nó xua tha bà sân thì phải chăn vợ thì mình phản đầy mất có mình miên ba tập hút sâu kia rồi có chăn kia cao miên rọt hài và sầm núi này lọ lái tàu bên nông sầm núi này đá vì tàu bốn thưa hao để tông từ nâng chăn kia nâng sâu kia thì ban phải vô từ lượng con nâng hà lấy không nhưng mà vô là bật hai mà tiền hà đấy ban bia mình miên ba tập hút sâu kia chăn kia cao miên chỉ điện rọt hài nhưng đang cái tha phải chăn cứ chia đà ra rồi nộp rồi bó phản đầy vía vơ cho mình phản đầy hay phản đấy của vợ cho mình luôn ấy của vợ chung bính phải tập phong đầy hay ban chia mình miên ba tập hút chăn kiaឬក៏ sâu kia chỉ điện rót khái ព្រោះអរង្វិលប្រច័ណ្ឌជំវិញផែនដីនេះវាត្រេតទៅតាមផែនដីដែរព្រោះផែនដីអរង្វិលជំវិញខ្លួនវានឹងក៏ត្រេត23លើក្រេណោះអញ្ចឹងប្រច័ណ្ឌដែលជាតារារណរបស់ផែនដីក៏វាត្រេតទៅតាមផែនដីនឹងដែរអញ្ចឹងហើយបានជាមិនមានបាតុភូតច័ន្ទគ្រាសសោគ្រាសជារៀងរាល់ខែនៅលើវត្ថុគំរូដែលគេធ្វើមកនេះគឺគេធ្វើមកឲ្យប្រច័ណ្ឌផែនដីនឹងអាទិត្យនឹងវានៅចន្លោះវានៅកម្ពស់ស្មើគ្នាមានន័យថាសមោលរបស់ព្រះច័ន្ទមានលទ្ធភាពបាំងផែនដីដែលបង្ហាញពីបាតុភូតសោគ្រាសប៉ុន្តែប្រច័ណ្ឌនៅលើមេឃជាក់ស្ដែងប្រច័ណ្ឌនៅលើមេឃជាក់ស្ដែងគឺវាមិនដូចវត្ថុគំរូយ៉ាងទេប្រច័ណ្ឌនៅលើមេឃជាក់ស្ដែងគឺអរង្វិលរបស់វាត្រេតទៅតាមផែនដីនឹងដែរផែនដីនឹងត្រេតប្រហែលដឺក្រេប្រច័ណ្ឌក៏វាត្រេតប៉ុណ្ណឹងដឺក្រេដែរបើសិនជាប្រច័ណ្ឌអរង្វិលរបស់ប្រច័ណ្ឌត្រេតអញ្ចេះទោះជាប្រច័ណ្ឌនៅចន្លោះផែនដីនឹងព្រះអាទិត្យក៏ដោយក៏មិនមានបាតុភូតសោគ្រាសដែរព្រោះសមោលរបស់ប្រច័ណ្ឌវាអត់ចាំងទៅលើផែនដីសមោលវាចាំងទៅលំហអត់មានប៉ះផែនដីទេអាហ្នឹងករណីដែលប្រច័ណ្ឌវាអរង្វិលរបស់វាត្រេតចុះមកក្រោមហ្នឹងខ្ញុំនិយាយទៅលើចន្លោះផែនដីនិងព្រះអាទិត្យហើយនៅពេលដែលប្រច័ណ្ឌវាវិលជុំវិញផែនដីហើយវាត្រេតឡើងមកលើអញ្ចេះត្រេតឡើងលើអញ្ចេះណាបែបហ្នឹងក៏មិនមានបាតុភូតសោគ្រាសដែរព្រោះសមោលប្រច័ណ្ឌវាអត់ជះមកចំផែនដីត្បិតតែប្រច័ណ្ឌនៅចន្លោះផែនដីនិងព្រះអាទិត្យក៏ដោយបាទហ្នឹងមួយណាអញ្ចឹងពីរលក្ខខណ្ឌហ្នឹងគឺមិនអាចមានបាតុភូតសោគ្រាសឬក៏ច័ន្ទគ្រាសទេវិលឡើងលើអញ្ចឹងឬក៏វិលប្រឆាត់ចុះក្រោមអញ្ចេះបាទហ្នឹងអត់មានបាតុភូតច័ន្ទគ្រាសឬក៏សោគ្រាសទេព្រោះសមោលរបស់ប្រច័ណ្ឌវាអត់បាំងវាអត់ជះមកចំផែនដីហើយបាតុភូតសោគ្រាសច័ន្ទគ្រាសនឹងកើតបានលុះត្រាតែអរង្វិលប្រច័ណ្ឌវាអញ្ចេះវាចំចន្លោះកតាលស្មើគ្នាអញ្ចឹងកម្ពស់វាហ្នឹង3នឹងវាស្មើគ្នាអញ្ចឹងបានសមោលប្រច័ណ្ឌវាបាំងមកលើផែនដីអាហ្នឹងសោគ្រាសហើយច័ន្ទគ្រាសក៏កើតមានដែរគឺសមោលរបស់ផែនដីបាំងមកចំប្រច័ណ្ឌនឹងជាហេតុផលដែលមិនមានច័ន្ទគ្រាសឬក៏សោគ្រាសកើតជារៀងរាល់ខែមូលហេតុគឺសារតែអរង្វិលប្រច័ណ្ឌទៅវិញផែនដីវាត្រេតគឺត្រេតទៅតាមផែនដីដែរហើយជាធម្មតាសោគ្រាសនិងច័ន្ទគ្រាសកើតមានឡើងយ៉ាងហោចតែ2ដងទេក្នុងមួយឆ្នាំបាទ